ក្រោយរួមភេទជាមួយដៃគូហើយចេះតែមានបញ្ហាធុំក្លិនទ្វាមាសចេះតែមានបញ្ហាធ្លាក់សលេលំជាមួយនឹងការរមាស់ឬក៏ហូរមកដូចទឹករញ៉ៃមានការឡើងក្តៅទៅនឹងទ្វាមាសចាបងប្អូនជាពិសេសសម្រាប់អ្នកមានដៃគូគ្រួសារមានការរួមភេទហើយតែងតែមានបញ្ហានឹងកើតឡើងក្រោយរួមភេទជាញឹកញាប់ណាបញ្ជាក់ថាបងប្អូនកំពុងតែមានការឆ្លងជំងឺណាមួយពីដៃគូរបស់យើងឆ្លងតាមបែបម៉េចគឺឆ្លងតាមការរួមភេទព្រោះធម្មតាយើងរួមភេទអត់មានការការពារទាំងអស់អញ្ចឹងគឺឆ្លងតាមរយៈទឹកកម្មរបស់គ្រួសាររបស់យើងឬក៏ដៃគូរបស់យើងនេះដែលអាចនឹងមានផ្ទុកជំងឺណាមួយជាពិសេសពពួកជំងឺកាមរោគមានអីគេខ្លះស្វាយអេដប្រមេះចាប្រមេះទឹកបាយប្រមេះទឹកថ្លាឬក៏ជំងឺសេមុនជាដើមចាបងប្អូនតែងតែឆ្ងល់ថាអ្នកខ្ញុំឆ្ងល់យូរអាកាមរោគនឹងអីគេអាសេមុននឹងអីគេគឺជាជំងឺឆ្លងតាមផ្លូវភេទពីដៃគូមួយទៅដៃគូមួយដែលផ្ទុកជំងឺនេះហើយផលវិបាកខ្លាំងបំផុតដែលងាយឆ្លងចំពោះស្ត្រីគឺគាត់ឆាប់ចេញអាការៈរោគសញ្ញាជាងបរិសុទ្ធគាត់អាចនឹងឆ្លងភ្លាមគាត់អត់ទាន់ចេញអាការៈធ្វើទុកអីទេអាចនឹង2 ខែ 3 ខែបន្ទាប់នឹងមានការធ្លាក់សនឹងមានការរមាស់ឬក៏ហូរមកអីទឹករញ៉ៃធុំក្លិនជាដើមហើយទ្វាមាសចាប់ផ្ដើមមានការក្តៅក្រហល់ក្រហាយឈឺនៅពេលដែលរួមភេទជាដើមបញ្ហាទាំងអស់នេះបងប្អូនសង្កេតមើលទៅណាមិនមែនបានន័យថាមិនទុកចិត្តគ្រួសារឬក៏ដៃគូរបស់យើងទេក៏ប៉ុន្តែអ្នកគ្រូប្រាប់ពីវិធីតាមដានសុខភាពខ្លួនឯងមិនមែនដើម្បីតាមដានសង្ស័យអីទេបើសិនជាដៃគូយើងគាត់មិនមានជំងឺទាំងអស់នេះក៏យើងការពារអនាម័យខ្លួនឯងល្អទៀតយើងមិនមានជាបញ្ហានឹងកើតឡើងហើយព្រោះកាមរោគកើតឡើងដោយសារកត្តាឆ្លងប្រសិនបើមិនមានឆ្លងទេបងស្ត្រីគាត់សុខភាពល្អមិនមានជាជំងឺអីទេក៏អត់ជាបញ្ហាដែរអូខេចឹងអ្នកគ្រូប្រាប់ប៉ុណ្នេះតាមដានអាការៈខ្លួនឯងណាកុំឲ្យឈឺធ្ងន់ហើយចាំដោះស្រាយជួយអត់បានទេណាធ្ងន់ហើយញ៉ាំថ្នាំក៏មិនប្រកាសថាជាដែរ